ថ្ងៃនេះនាំបងប្អូនមកមើលប្រភេទផ្ទះមួយប្រភេទដែលមានទំហំ5ម៉ែត្រគុណនឹង9ម៉ែត្រមាន2បន្ទប់គេងខាងលើហើយនិងបន្ទប់ទឹកមួយហើយផ្នែកខាងក្រោមយើងរៀបជាលក្ខណៈបេតុងមានបន្ទប់គេងមួយហើយនិងមានបន្ទប់ទឹកមួយនេះជាការកម្មងរបស់បងប្រុសបងស្រីនៅខាងខេត្តស្វាយរៀងឥឡូវនេះក្រុមការងារខាងផ្ទះចល័តសុកសេនធើយើងខ្ញុំមករៀបចំចិត្តរួចរាល់ហើយគឺយើងនៅតែសម្អាតបាញ់ថ្នាំទៀតគឺរួចរាល់ហើយបងប្អូនគឺរួចរាល់ហើយប្រភេទផ្ទះនេះគឺយើងប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុករណងផ្ទួងផ្លានបកងណាណៃប្រើសាឡៅក្តារក្រានជាងពីដានប្រើសក្រំហើយប្រភេទផ្ទះនេះគឺយើងបាញ់ថ្នាំនៅទីតាំងបងប្អូនបាញ់ថ្នាំនៅទីតាំងរបស់ម្ចាស់ផ្ទាល់ហ្មងដល់ពេលអញ្ចឹងពេលដែលយើងធ្វើហ្នឹងម្ចាស់ផ្ទះគាត់ឃើញឈើស្រាប់ហើយថាខាងចល័តសុកសេនធើយើងខ្ញុំប្រើប្រភេទឈើលេខ1ទាំងអស់តាំងពីអនុករណងផ្ទួងផ្លានបកងណាណៃឆ្អឹងបតោងឆ្អឹងពីដានអីគឺសិតតែសាឡៅហើយក្តារក្រានជាងបណ្ដានសិតតែក្រំហើយបងប្អូនមួយចំនួនដែលមិនទាន់ទិញគាត់ចេះតែនិយាយថាប្រភេទផ្ទះចល័តហ្នឹងគេប្រើឈើអន់ឈើមិនល្អឈើអីចឹងណាបងប្អូនខាងផ្ទះចល័តសុកសេនធើយើងខ្ញុំគឺផ្ដោតទៅលើគុណភាពសាច់ឈើហ្នឹងហ្មងបងប្អូនផ្ដោតទៅលើគុណភាពឈើហ្នឹងតែម្ដងសាឡៅដឹងសាឡៅសក្រំដឹងសក្រំក្រៅពីប្រភេទឈើលេខ1គឺខាងផ្ទះចល័តសុកសេនធើយើងខ្ញុំអត់ធ្វើជូនអតិថិជនទេបើនិយាយពីភាពរឹងមាំនៃប្រភេទឈើរបស់ខាងផ្ទះចល័តសុកសេនធើចំពោះគុណភាពឈើខ្ញុំធានាឲ្យចាប់ពី30-40ឆ្នាំឡើងបងប្អូនចាប់ពី30-40ឆ្នាំឡើងហើយចំពោះខាងផ្ទះចល័តសុកសេនធើយើងខ្ញុំគឺប្រើប្រភេទឈើថ្មីបងប្អូនប្រើប្រភេទឈើថ្មីអញ្ចឹងគុណភាពវានៅពេញលេញអត់បាត់បង់គុណភាពទៅណាទេហើយណាមួយក្តារក្រានជាងរបស់ខាងផ្ទះចល័តសុកសេនធើយើងខ្ញុំលោកញីឈ្មោះអត់មានចំហអត់មានបរហោងអីទេយើងអាចដាក់ម៉ាស៊ីនត្រជាក់បានណាបងប្អូនយើងអាចដាក់ម៉ាស៊ីនត្រជាក់បានអញ្ចឹងចំពោះគុណភាពឈើរបស់ខាងផ្ទះចល័តសុកសេនធើបងប្អូនអាចទុកចិត្តបានបងប្អូនអាចទុកចិត្តបានព្រោះអីផ្ទះដែលខាងផ្ទះចល័តសុកសេនធើយើងខ្ញុំធ្វើរាប់រយរាប់ពាន់ផ្ទះហើយបងប្អូនរាប់រយរាប់ពាន់ផ្ទះហើយបើសិនជាប្រភេទឈើដែលយើងធ្វើមិនពិតប្រាកដអតិថិជនដឹងទៅរឿងហើយព្រោះអីខាងផ្ទះចល័តសុកសេនធើយើងខ្ញុំទៅបាញ់ថ្នាំនៅទីតាំងក៏បានបាញ់ថ្នាំពីកន្លែងរបស់ខាងផ្ទះចល័តសុកសេនធើយើងខ្ញុំក៏បានអានឹងជាជំរឿនរបស់បងប្អូនបើបងប្អូនចង់ដឹងពីប្រភេទឈើបងប្អូនទៅយកទៅបាញ់ថ្នាំនៅទីតាំងទៅបងប្អូនឲ្យអ្នកស្រុកអ្នកភូមិអ្នកដែលស្គាល់ឈើគេមកមើលមកថានេះពិតជាសាឡៅហើយសក្រំពិតប្រាកដមែនអត់ហើយចំពោះគុណភាពឈើខាងផ្ទះចល័តសុកសេនធើយើងខ្ញុំហ៊ានធានាឲ្យដល់30-40ឆ្នាំមកបងប្អូនហ៊ានធានាចាប់ពី30-40ឆ្នាំឡើងមិនមែន30-40ឆ្នាំចុះទេណាបងប្អូនអញ្ចឹងពេលដែលធ្វើហើយមួយដឹងមួយបងប្អូនមួយដឹងមួយឲ្យប្រភេទសាឡៅហើយសក្រំអត់ទៅណាទេអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលា